បាទពុកម៉ែបងប្អូនត្រូវការជាមួយប្រភេទម៉ាស៊ីនភ្លើងថ្មីតែម្ដង 25 kVA នេះអញ្ចឹងបងប្អូនត្រូវការប្រភេទថ្មីឆ្នាំ 2025 តម្លៃដែលរៀងធូរបាទអញ្ចឹងសម្រាប់ម៉ាស៊ីននេះគឺយើងលក់ត្រឹមតែតម្លៃ 5,800 ទេបាទ 5,800 ក្បាល Mitsubishi អញ្ចឹងបងប្អូនដឹងស្រាប់ហើយប្រភេទម៉ាស៊ីន Mitsubishi ជាប្រភេទ brand មួយរបស់ជប៉ុនតែគ្រាន់ថាតម្លើងនៅខាងចិនបាទតម្លើងនៅសៀងហៃតែក្បាលម៉ាស៊ីនស៊ីនបាទ original របស់គេមកតែម្ដងគ្រាន់ជាការតម្លើងទេនៅខាងសៀងហៃណាចឹងកុំឲ្យពុកម៉ែបងប្អូនយល់ច្រឡំថាធ្វើនៅចិនតម្លើងនៅចិនអីចឹងទៅបាទហើយ Dynamo វាយើងប្រើប្រភេទ Stamford របស់ប្រទេសអង់គ្លេសបាទបងប្អូនក្លេចមើលខាងមុខនេះអានេះគឺជាប្រភេទ controller បាទយើងប្រើស៊េរី Smart Gen ហើយកម្រិត កម្រិត volt ផ្សេងៗគឺលើនឹងជាច្រើនណាបាទមិនថាប៉ុណ្្នឹងទេ discounter វាគឺរហូតដល់ 40 ampere បាទ 40 ampere សូមបញ្ជាក់ថា 25 kVA នេះគឺជាប្រភេទម៉ាស៊ីន3 pha ណាបាទម៉ាស៊ីនភ្លើង3 phaតម្រូវទៅលើភ្លើង32 3 pha បងហើយមួយទៀតពាក់ព័ន្ធទៅលើការស៊ីម៉ាស៊ីនរបស់វាត្រឹមតែ 2.2 លីត្រទេបាទ 2.2 លីត្រទេណាបាទស៊េរីឆ្នាំ 2025 ប្រភេទក្បាលម៉ាស៊ីនវាហ្នឹង S4Q2 បាទ S4Q2 ណាចឹងបញ្ជាក់សម្រាប់ម៉ាស៊ីននេះគឺយើងធ្វើការធានារហូតដល់រយៈពេល 5 ឆ្នាំជូនមួយឆ្នាំគឺម្ល៉េះ 5 ឆ្នាំលើសេវាកម្មជួសជុលបូករួមជាមួយការដឹកជញ្ជូននិងតម្លៃគិតថ្លៃផងដែរចឹងសម្រាប់ព័ត៌មានបន្ថែមពុកម៉ែបងប្អូនអាចធ្វើការឆាំកម្ម Take បានឬក៏អាចតំណលេខទូរស័ព្ទលើវីដេអូនេះក៏បានបាទសូមអរគុណច្រើនសូមជម្រាបលា